ថ្ងៃហ្នឹងក្រុមរបស់ខ្ញុំនឹង present ពី project website គឺ price comparison website ដែលក្រុមរបស់ខ្ញុំមាន member 2 នាក់ចឹងចូល slide ដំបូងគឺ content មាន introduction literary review methodology result discussion and conclusion ហើយសម្រាប់ introduction គឺអ្វីដែលយើងបានមើលឃើញសប្តាហ៍ថ្ងៃហ្នឹងគឺ online shopping គឺមានការរីកដុះដាលលឿនមែនទែនអញ្ចឹង customer គាត់អាចឃើញរាល់នៅ product ផ្សេងៗជាច្រើនដែលមកពី e-commerce ផ្សេងៗគ្នាមកពី platform ផ្សេងៗគ្នាអញ្ចឹងcustomer អាច decide ថាproduct ហ្នឹងគឺមាន product ដូចគ្នាប៉ុន្តែគឺតម្លៃលក់ខុសគ្នាអញ្ចឹងទៅធ្វើឲ្យគាត់គិតថាតើ product ថ្លៃជារបស់ល្អឬក៏មិនអញ្ចឹងគឺគាត់ពិបាកនឹង compare ថាមួយណាល្អឬក៏មួយណាថ្លៃជាងមួយណាថោកជាងខ្ញុំគិតថាបង្កើតនៅ website ដែលតាក់ទងជាមួយនឹង price comparison ហ្នឹងទៅអញ្ចឹងនឹងចូល slide មួយទៀតគឺ problem statement សម្រាប់ problem statement គឺអ្វីដែលយើងបានមើលឃើញហ្នឹងគឺលើ comparing price លើ website ផ្សេងៗអញ្ចឹងទៅហើយពេលខ្លះ product ហ្នឹងគឺវាខុសតម្លៃគ្នាតាមអ្នកលក់ឬក៏តាម platform ផ្សេងៗអញ្ចឹងវាធ្វើឲ្យយើង the customer ហ្នឹងគឺគាត់ពិបាកក្នុងការចំណាយឬក៏របស់ខ្លះចំណាយទៅវាបានខុសពីអ្វីដែលគាត់ចំណាយហើយសម្រាប់ slide បន្តទៀតគឺនិយាយអំពី aim and objective សម្រាប់ aim គឺaim នៅក្នុង project មួយហ្នឹងគឺយើង design និង develop ទៅលើ price compare website ដែលអាចឲ្យ customer គាត់ compare នៅតម្លៃនៃ product ផ្សេងៗមកពីផ្សេងៗមកពី different website អញ្ចឹងដែលយើង using នៅលើ level stake ហើយសម្រាប់ objective គឺយើង collect product price from multiple online shopping platform display លើ product information clear and easy comparison ហើយនឹង accept customer saving time and money ពេលដែល shopping online និង design user friendly interface ហើយយើងចូល slide បន្តទៀតគឺនិយាយអំពី limitation and scope សម្រាប់ scope គឺសម្រាប់ scope របស់ពួកយើងគឺយើង get product data ហ្នឹងមក from ពី API ហើយ make search ហ្នឹងគឺមាន search filter and sort ហើយ user protect route manage user sales system database design និង use MySQL សម្រាប់ទី2គឺ limitation គឺ API from testing API ដែលវា not real company API no API system for recommendation ហើយក៏ no system alert no alert system អញ្ចឹងចូលដល់ slide បន្តទៀតគឺ literary review យើងមានដូចជាKhmer Camp គឺ API គឺវា API របស់គេល្អគឺ click មកប៉ុន្តែ click មកតើមក flat មក website នេះទេគឺមកពី Amazon ប៉ុន្តែ ideal គឺ price ហ្នឹង comparison ហ្នឹងគឺalgorithm ប៉ុន្តែវាអត់មែន user friendly ទេអញ្ចឹងសម្រាប់បន្តទៀតគឺ slide methodology slide methodology របស់យើងហ្នឹង front យើង use Laravel Blade CSS និង Tailwind ហើយ backend យើងមានដូចជា Laravel Scott MySQL និង SQLite slide បន្ទាប់គឺ methodology ដដែលប៉ុន្តែយើងនិយាយពី system architecture របស់យើងមាន front ហើយនិង back យើង front របស់ពួកយើងមានដូចជា register login search product view product filter sort sell product ពេល back របស់យើងគឺមានដូចជា authentication search function get data from API Laravel Scott filter sort and sell function អញ្ចឹងយើងចូល slide បន្តទៀតគឺ result
គឺ demo របស់ពួកយើងអញ្ចឹងខ្ញុំនឹង demo ឲ្យលោកគ្រូមើល demo គឺខ្ញុំចូលអឺចឹងតោះយើងចូល get started នេះគឺជាwebsite របស់ពួកយើងបានធ្វើអញ្ចឹងដំបូងគឺយើងមាន login and register អញ្ចឹង login របស់យើងគឺខ្ញុំដាក់ឈ្មោះ login ធម្មតាដោយសារតែខ្ញុំទៅប្រទេសអញ្ចឹងយើងមាន account login ហើយតបមកខ្ញុំនឹងឲ្យលោកគ្រូមើលពី projective route របស់ខ្ញុំបើសិនជាខ្ញុំចង់ចុចទៅ register វិញអញ្ចឹងគឺវាអត់ឲ្យទេដោយសារតើយើងបាន login ហើយតែបើសិនជាយើងចង់ទៅ profile វិញប៉ុន្តែខ្ញុំ log out លោកគ្រូមើលគឺខ្ញុំ log out សិនអញ្ចឹងយើងចង់ទៅ profile អញ្ចឹងវាតម្រូវឲ្យយើងហ្នឹង login ឬក៏ register សិនអញ្ចឹងខ្ញុំក៏ login ដដែលមកហើយក្នុងហ្នឹងយើងមាន search យើង search ខាងលើក៏បាន search ខាងក្រោមក៏បានឥឡូវខ្ញុំ search ពាក្យថា shirt យើងពាក្យអាវអញ្ចឹងនឹង API ដែលវាឲ្យយើងប៉ុណ្ណឹងដោយសារតែខ្ញុំយក API មកអញ្ចឹងរូបខ្លះវា store អត់បានទេហើយខ្ញុំចូលទៅកន្លែងដាក់ទៅ home វិញនេះជា category ដែល user អាចគាត់មើលបានអញ្ចឹងខ្ញុំចូល electronic អញ្ចឹងខ្ញុំបានធ្វើ filter ហ្នឹងគឺ category search page ហ្នឹងយើង electronic គឺយើងអាចរកបានហ្នឹងយើងអាចចុចលើ beauty វា filter លើ beauty នឹងវាបង្ហាញ show ពី product ពី beauty តបមកយើងបើសិនជាយើង clear it all product ដែលយើងបាន search ហ្នឹងនៅក្នុង page search ហ្នឹងគឺយើងឃើញproduct ដែល user គាត់ចង់ compare លើតម្លៃប៉ុន្តែ API ខ្លះវាអត់ទាន់ store រូបមកដោយសារតែយើងយក API មកដោយសារយើងយក data មកពី API អញ្ចឹងតបមកខ្ញុំទៅ home វិញhome ឥឡូវខ្ញុំមើល function sale យើងអត់មានទេប៉ុន្តែបើសិនជាយើងចង់ sell product អីមួយឥឡូវយើងចូល electronic category ហ្នឹងយើងចូលនេះយើងចូលដាក់រូប sale យើងចុចពីលើហ្នឹងមកយើងចូលកន្លែង sale របស់យើងប្រកាសជាឃើញ sale ហើយហើយយើងមើលនៅក្នុង account របស់យើងបាន sale មួយ item ហើយជា member sign ហ្នឹងយើង membership sign យើង sign ក្នុងថ្ងៃហ្នឹងហើយ account របស់យើងហើយបើសិនជាយើងចង់ដក sale នឹងចេញវិញចុចបែបហ្នឹងមកហើយយើងចូល account របស់យើងវិញគឺចូល profile របស់យើងវិញគឺយើងអត់ឃើញអញ្ចឹងបងខ្ញុំមានតែប៉ុណ្្នឹងទេហើយពួកយើងនឹងបន្ថែម feature ឲ្យបន្ថែមទៀតនឹង update ឲ្យវាស្អាតជាងមុន
អរគុណលោកគ្រូអឥឡូវខ្ញុំនៅសល់ slide បន្តទៀតអឺចូល presentation វិញគឺ discussion សម្រាប់ discussion គឺសម្រាប់ discussion គឺ like bright trend transparency គឺយើងអាច our finding គឺអ្វីដែលពួកយើងរកឃើញហ្នឹងគឺ website មួយដែលជួយ user ហ្នឹងស្រួលក្នុងការ compare តម្លៃក្នុងការទិញអីចឹងទៅហើយcost saving គឺ system ហ្នឹងគឺ user អាចរកនៅតម្លៃដែលជា website មួយដែល website មួយដែល user គាត់អាចរកមើល lowest price ដោយយើងមើលតាមមួយ website ហ្នឹងទេហើយimprove over view result គឺ unlike គឺវាអត់ដូចការស្វែងរកដូចមុនទេគឺwebsite ហ្នឹងគឺវា support real time price update និង mobile friendly design making ដូចគ្នាហើយសម្រាប់ conclusion របស់ពួកយើងវិញគឺសម្រាប់ការរៀនសម្រាប់ការ research និងការធ្វើអំពី price comparison website ហ្នឹងគឺជួយឲ្យ customer ហ្នឹងcompare price ងាយស្រួលនិងបង្កើតការកាត់លឿនហើយជួយសូវលុយលើ user ដូចគ្នាហើយពួកយើងនឹងពួកយើងធ្វើមកឲ្យវា clear និង friendly price display ហើយវាយើងអាចមើលឃើញ data ដែលយើងលក់បានដូចគ្នាអញ្ចឹង user គាត់អាចរកមើលឃើញលឿនហើយនឹងសម្រេចចិត្តលឿនដូចគ្នាអញ្ចឹង conclusion មានតែប៉ុណ្ណឹងអរគុណច្រើនលោកគ្រូ